បាទសួស្តីបងប្អូនបាទខានចេញវីដេអូយូរណាស់ហើយបាទនៅទុកតែថ្ងៃនេះបាទថ្ងៃទី22បាទខែ5 2025បាទសូមបង្ហាញមេកូនសជាថ្មីបាទមិនមែនជាការដាក់លក់ដូរទេគ្រាន់តែជាការថតកំសាន្តបាទមួយរយៈនេះរវល់ខ្លាំងបាទដូច្នេះគោស្រកសាច់ក៏ហេតុតែម្ដងវល់បាទធ្វើការផងចិញ្ចឹមគោផងបាទច្បាប់ទៅស្រុកកំណើតកន្លះខែផ្ញើគោគេលើវាមកវិញឃើញស្គមបាទមេនេះស្គមខ្លាំងមែនទែនបាទស្លកសាច់តែម្ដងធម្មតាផ្ញើគោនឹងគេរវល់ធ្វើការដែរបាទដូច្នេះគោនេះវាស្លកសាច់បាទមេនេះចំណែកគោនេះមិនអីទេបាទគោនេះអត់អីទេគោនេះបាទមកវិញប្រឡាក់ប្រលូញសិតតែអាចសិតទៅលាមកដីបាទទើបតែលាងទឹកចឹងបានឃើញសស្គុះឡើងវិញបាទលើចេញពីធ្វើការម៉ោង5បាទឆ្លៀតចងគោក្បែរសូវស្រូវនេះគេដែរវាស្មៅបាទអត់មានអ្នកចងបាទនេះក្នុងបលាញសិតតែស្មៅតែម្ដងតែឆ្លើងបាទឆ្លើងខ្លាំងបាទប៉ុន្តែទោះបីឆ្លើងមិនក៏តស៊ូដែរបាទឥឡូវនេះបានទិញខោកស៊ូមកហើយបាទស្លៀកជ្រូកស្មៅតែមិនដូចនោះទេយើងស៊ូនឹងឆ្លើងមិនបានទេឆ្លើងច្រើនណាស់គឺស្មៅដុះអញ្ចឹងមិនមែនទឹករយៈទេគឺទឹកជ្រៅគួរសមបាទអាចក្បាលពោះយើងអីហ្នឹងឆ្លើងឡើងមកទៀមបាទក្បាលពោះពុលជាកេះអីហ្នឹងឥឡូវនេះត្រៀមកៅអៅកស៊ូហើយដើម្បីទប់ទល់ជាមួយនឹងឆ្លើងបាទបើមិនដូច្នោះទេអត់មានស្មៅគោស៊ីទេបាទអត់បានជ្រូតងាយតងើបជ្រូតព្រឹកម៉ោង3ជាងអីងើបជ្រូតដែររមមីភ្លឺបានគោស៊ីឆ្អែតមួយថ្ងៃបាទដាក់ត្រង់ទៅវាស៊ីពុំម្ចាស់ធ្វើការអញ្ចឹងវាអត់មានពេលដល់ចងដល់ខ្វៀលទេមានតែជ្រូតងើបជ្រូតពេលល្ងាចចាហើយឬក៏ងើបពីយប់ជ្រូតបាទភ្លឺស្រាងដឹកស្មៅដល់កន្លែងក្រោលគូតែម្ដងឥឡូវនេះមានពេលបាទថ្ងៃជិតលិចហើយបាទឆ្លៀតចងឲ្យស៊ីក្បែរមាត់ទឹកនេះតែវាមិនចុះទេវាស៊ីតែក្បែរជ្រាំងវិសានេះឆ្លើងច្រើនពេកបាទច្រើនពេកតែក៏មិនរែកទេឃើញចឹងតិចថាទឹករយៈជ្រៅបាទទឹកជ្រៅស្មៅនេះដុះតែលើស្រូវលើបឿនបាទតែលើទឹកទេមិនមែនជាដីស្រែទេគឺបន្លាយជ្រៅតែម្ដងភ្លើងច្រើនលើនេះឈួលម្ដងមានអាយុ100ថ្ងៃហើយជាចូលឲ្យ130ក្រាស់130ក្រាស់ចិត្តចូល140ថ្ងៃហ៎គេទៅ4ខែកុំហើយជំចុងដង្ហើមខ្ញុំបាទហើយមិនតូចទេវាស់មើលខ្ញុំមានកម្ពស់1.60 ម៉ែត្រជាង66បាទ66វាស់ទៅវាគោនេះជំចុងដង្ហើមខ្ញុំវាស់បោកមុខបាទជំចុងដង្ហើមខ្ញុំនេះវាស់កន្លែងនេះបាទកន្លែងកាយៅនេះបើឆ្អឹងងងនេះលើចុងដង្ហើមចំណែកមេនេះវាស្រកសាច់បាទវាស្រកសាច់ចឹងទៅអត់ស្អាតទេបាទស្គមមកក្រក់មើលនៅគោបាទសាច់ខ្សែនេះចង់បន្លាយនៅក្នុងបន្លាយចង់ក្នុងដើម្បីឲ្យវាវិលទៅវិលមកតាមជ្រៀងនេះអាចស៊ីបានពីឃ្លាធំវែងបើមិនចង់ចឹងទេវាស៊ីបានខ្លីវាយើងចង់វែងនេះវាស៊ីដល់ស្រូវគេហើយស៊ីដល់ខ្នងទួលនេះក៏មិនបានដែរទួលនេះ
បាញ់ឆ្នាំស្រូវអាចឈូលឆ្នាំដល់ទូលនេះដល់ភ្លឺនេះអញ្ចឹងធ្វើឲ្យគោយើងរីករស់ដែរបាទមានហានិភ័យណាយើងជ្រោតស្មៅបើមិនស្គាល់ម្ចាស់ស្រែទេយើងកុំជ្រោតត្រីឡូគេទៅបាញ់ឆ្នាំថ្មីយើងជ្រោតឲ្យគោគឺបាញ់